រឿងព្រះគោព្រះកែវអាចកំបាំងនៃសម្បត្តិជាតិវគ្គទី1កំណើតជាទីសក្ការៈកាលពីព្រេងនាយនៅសម័យលង្វែកមានប្តីប្រពន្ធពីរនាក់បានបង្កើតកូនមកមានលក្ខណៈចម្លែកខ្លាំងណាស់កូនច្បងកើតមកជាគោមានសម្បុរពណ៌មាសរីឯកូនប្អូនកើតមកជាមនុស្សមានរូបរាងសង្ហាឈ្មោះថាព្រះកែវអ្នកទាំងពីរមិនមែនជាសត្វឬមនុស្សធម្មតាឡើយនៅក្នុងពោះព្រះគោគឺជាកន្លែងផ្ទុកនៅរដុនសម្បត្តិដ៏មហាសាលរួមមានគ្រឿងអលង្ការមាសពេជ្រនិងអ្វីដែលសំខាន់បំផុតនោះគឺគម្ពីរសាស្ត្រានិងក្បួនតម្រូវសឹកសង្គ្រាមរបស់ខ្មែរគ្រប់ជំពូកព្រះគោវគ្គទី2ការឈ្លានពាននិងល្បិចក៏ស្ត្រូវនគរជិតខាងសៀមតែងតែមានបំណងចង់បានព្រះគោនិងព្រះកែវព្រោះពួកគេដឹងថាបើបានព្រះគោនោះនឹងបានក្បួនវិជាខ្មែរទាំងអស់សត្រូវមិនអាចវាយយកលង្វែកបានឡើយដោយសារតែរបងឫស្សីកម្រាស់2យោជដ៏រឹងមាំនិងមន្តអាគមរបស់ព្រះគោស្ដេចសៀមក៏ប្រើល្បិចភ្នាល់គ្នាគេបានយកមាន់ជលមកចូលភ្នាល់យកនគរព្រះគោបានប្រើបំផ្លែងខ្លួនជាមាន់ចូលឈ្នះមាន់សៀមទាំងអស់បន្ទាប់មកគេភ្នាល់ឲ្យគោចូលគ្នាព្រះគោដែលមានកម្លាំងមន្តអាគមបានចូលឈ្នះគោដែករបស់សៀមយ៉ាងងាយស្រួលវគ្គទី3សោកនាដកម្មនៃរបងឫស្សីដោយការប្រើកម្លាំងបាយមិនឈ្នះស្ដេចសៀមក៏ប្រើល្បិចបាញ់ប្រាក់ដួងចូលទៅក្នុងរបងឫស្សីការពារក្រុងលង្វែកអ្នកស្រុកដែលលោភលន់បាននាំគ្នាកាប់ឆ្ការរបងឫស្សីដើម្បីយកប្រាក់ដួងទាំងនោះមិនយូរប៉ុន្មានរបងការពារដ៏រឹងមាំក៏រលាយបាត់អស់កងទ័ពសៀមបានវាយសម្រុកចូលមកក្នុងក្រុងលង្វែកយ៉ាងងាយស្រួលព្រះគោនិងព្រះកែវបានព្យាយាមហោះរត់ចេញពីការតាមប្រមាញ់ប៉ុន្តែស្ត្រូវមិនព្រមលែងឡើយវគ្គទី4ការបាត់បង់និងការនិរទេសក្នុងខណៈពេលដែលហោះរត់ព្រះគោបាននាំព្រះកែវហោះសម្ដៅទៅកាន់ភ្នំប៉ុន្តែដោយសារកម្មពៀររបស់ជាតិសត្រូវទាញសំណាញ់មន្តអាគមព័ទ្ធចាប់បានព្រះគោនិងព្រះកែវយកទៅនគរសៀមបានសម្រេចនៅពេលសត្រូវយកព្រះគោទៅដល់នគរគេបានវះពោះព្រះគោរួចយកគម្ពីរក្បួនច្បាប់សាស្ត្រាអាគមគាថានិងក្បួនសឹកសង្គ្រាមរបស់ខ្មែរទៅរៀនសូត្រនិងរក្សាទុកធ្វើជាសម្បត្តិរបស់គេវិញនេះគឺជាមូលហេតុដែលចាស់បុរាណតែងពោលថាខ្មែរយើងបាត់បង់ក្បួនច្បាប់ព្រោះសត្រូវយកទៅអស់វគ្គទី5ក្តីសង្ឃឹមនិងការអភិរក្សរឿងរ៉ាវព្រះគោព្រះកែវបន្សល់ទុកនៅការសោកស្ដាយជារៀងរហូតទោះជាយ៉ាងណាក៏ដោយវិញ្ញាណនៃព្រះគោព្រះកែវនៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់រូបរឿងនេះបានអប់រំយើងថាកុំលោភលន់ព្រោះតែប្រាក់ដួងបន្តិចបន្តួចអ្នកស្រុកបានបំផ្លាញរបងការពារខ្លួនឯងតម្លៃនៃចំណេះដឹងសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិគឺក្បួនច្បាប់និងវប្បធម៌មិនមែនមាសប្រាក់ឡើយសាមគ្គីភាពបើកាលណាយើងបែកបាក់និងមិនស្មោះត្រង់នោះសត្រូវនឹងចូលមកបំផ្លាញយើងបានមេរៀនអប់រំក្នុងរឿងនេះ1ការពារសម្បត្តិ